35,000 ដងមានដឹងថាត្រឹមរយៈពេល24ម៉ោងខួរក្បាលយើងធ្វើការសម្រេចចិត្តរហូតដល់ទៅ35,000 ដងដោយលោក Tony Robbins Idol ខ្ញុំមកក៏បាននិយាយថាចាព្រេងវាសនារបស់យើងត្រូវបានកំណត់នៅពេលដែរយើងធ្វើការសម្រេចចិត្តហ្នឹងហើយអញ្ចឹងមានន័យថាការសម្រេចចិត្តរបស់យើងមួយវាជាអត្តពលទៅដល់អនាគតយើងខ្លាំងមែនតើហ្មងកាលពី3ឆ្នាំមុនខ្ញុំមានក្តីសម័យចង់ទៅរៀននៅក្រៅប្រទេសប៉ុន្តែថ្លើមធំថងថាអត់ចង់ឲ្យថវិកាខ្លួនឯងទេតបានអាហារូបករណ៍បានព្រមទៅហើយខ្ញុំក៏ព្យាយាមស្រាវជ្រាវរកឱកាសជាច្រើនមែនតើហ្មងណាបន្ទាប់ពីនឹងមកក៏ចេះតែបង្កើនសមត្ថភាពខ្លួនឯងបន្ថែមតាមរយៈការចូលរួមកម្មវិធីផ្សេងការវឹកហាត់ផ្សេងការរៀនសូត្របន្ថែមខ្លួនឯងលើនេះហ្នឹងមិនត្រឹមតែបានទៅ study abroad តាមក្តីសម័យទេមិនដែលធ្លាប់បានទៅក្រៅប្រទេសរហូតដល់ទៅ14ប្រទេសទៀតផងសម្រាប់បងប្អូនដែលតាមមកពិសោធន៍សោះហើយដឹងថាខ្លួនឯងគួរចាប់ផ្ដើមពីណាទៅនិយាយទៅគឺលេងសូនឆឹងហ្មងអាចចាប់ផ្ដើមពី Spring Internship Program បានដែលជាក់ស្ដែងកម្មវិធីនេះគេបានរៀបចំមករហូតដល់60ចំនួនហើយខ្ញុំធានាជូនទាំងអស់គ្នានឹងទទួលបាននូវបទពិសោធន៍មួយទាំងអស់គ្នាអាចប្រើប្រាស់បានទាំងក្នុងវិថីការងារទាំងក្នុងវិថីសិក្សាដូចគ្នាដែរចាំបងប្អូនចាប់អារម្មណ៍ក្នុងការដាក់ពាក្យអីអាចធ្វើការ apply តាមរយៈ link នៅក្នុង caption ខាងលើបាន Bye bye see you